បាទសួស្តីបងប្អូនហ្នឹងហើយនេះជារបៀបតម្លើងសោបាទយើងធ្វើរបៀបតម្លើងសោបាទ installation Morgan បាទថ្ងៃនេះយើងធ្វើ mode Morgan T5 បាទ Morgan T5 បាទនេះបាទពណ៌ dark brown dark កាហ្វេបាទកាហ្វេ brown ហើយហៅកាហ្វេ brown ពណ៌ត្នោតពណ៌អីហ្នឹងមកណាបាទអូខេធ្វើអូខេអញ្ចឹងចូលមកដំបូងបងត្រូវដាក់កលឹះសិនចោះទ្វារនេះដាក់កលឹះនេះបានណាបាទដាក់កលឹះនេះសិនដាក់កលឹះហើយចាំយើងគិតទៀតបាទចោះទ្វារហើយអស់ដាក់កលឹះហើយអស់យើងចូលទៅដល់វគ្គចាប់សោម្ដងបាទអូខេយើងចាប់កលឹះហើយយើងដាក់ផ្នែកខាងមុខអ្វីដែលបងត្រូវដាក់នេះប្រឡងពីរនេះបងមូលប្រឡងក្រោមមួយប្រឡងលើមួយតែប៉ុណ្្នឹងទេកលឹះនេះសំខាន់កលឹះនេះបងត្រូវកាត់មកល្មមដើម្បីសូត្រចូលក្នុងនេះបាទអូខេយើងសូត្រកន្លែងនេះសល់ពីនេះត្រូវកាត់ឲ្យខ្លីមកល្មមបាទមកល្មមវាយហ្នឹងហើយឲ្យចំពាក់កណ្ដាលនេះឲ្យចំពាក់កណ្ដាលសោហ្នឹងពាក់កណ្ដាលកលឹះហ្នឹងមកអូខេអញ្ចឹងផ្នែកខាងមុខចាប់សោផ្នែកខាងមុខបាទចាប់សោផ្នែកខាងមុខសូកខ្សែចូលដាក់នេះឲ្យចូលក្នុងប្រឡោះនេះប្រឡោះហ្នឹងដាក់មកយើងបានអីទប់ហើយមានអីទប់មួយទេទប់មួយបាទអ៊ីស្រួលអូខេស្ទះដៃផ្នែកខាងក្រោយសូកវាអញ្ចឹងមកអូខេចាប់ពីកន្លែងនេះមួយក្រោមមួយលើនឹងមួយក្រោមនឹងមួយអូខេយើងចាប់ហើយដល់ផ្នែកខាងក្រោយម្ដងបាទផ្នែកខាងក្រោយនេះបាទផ្នែកខាងក្រោយយើងចាប់ខ្សែហ្នឹងចាប់ជាប់នេះសិនអូខេកលឹះនេះបងដាក់ចូលប្រឡោះនេះបាទដាក់ចូលប្រឡោះហ្នឹងហើយចាប់មកចាប់វិសហើយនេះ1 2 3ប្រឡោះនេះយើងដាក់មកMorgan